យើងមកសិក្សាបន្តអំពីវិធីនៃការបំបែកនាមសព្ទដែលជាវិញ្ញាណការៈបន្តទៅទៀតថ្ងៃនេះយើងបំបែកពាក្យថាភគវ័នភគវ័ននឹងប្រែថាព្រះមានព្រះភ័ក្ត្រពាក្យនេះបើធៀបទៅនៅក្នុងបាលីគេថាភគវន្តោនេះជាអិនការ៉ាន់ពងលឹងមានវិធីបំបែកដូចនេះប្រថមាឯកបច្ចនំភគវ័នអានឹងបើនៅក្នុងបាលីគេថាភគវីណាភគវីជាព្រះនាមរបស់ព្រះមានព្រះភ័ក្ត្រតែសង្ស្ក្រឹតវាមាន no ហើយថែមវិរាមៈដែលជាតួប្រកបមកមួយទៀតអញ្ចឹងយើងអានថាភគវ័នទ្វិវចនំភគវន្តោពហុវចនំភគវន្តាសទ្វិតិយាឯកវចនំភគវន្តំទ្វិវចនំភគវន្តោពហុវចនំភគវតាសតೃតិយាឯកវចនំភគវតាទ្វិវចនំភគវតព្យាមពហុវចនំភគវតភិសចតុរធិឯកវចនំភគវតេទ្វិវចនំភគវតព្យាមពហុវចនំភគវតព្យាសបញ្ចមីឯកវចនំភគវតាសទ្វិវចនំភគវតព្យាមពហុវចនំភគវតព្យាសសស្ឋីឯកវចនំភគវតាសទ្វិវចនំភគវតោសពហុវចនំភគវតាមសព្តមីឯកវចនំភគវតិទ្វិវចនំភគវតោសពហុវចនំភគវតសុសម្ពោធនៈឯកវចនំភគវ័នទ្វិវចនំភគវន្តោពហុវចនំភគវន្តាស